តាអ្នកចង់ឲ្យជីវិតរបស់អ្នកមានទិសដៅច្បាស់លាស់និងសម្រេចបាននៅរាល់អ្វីដែលអ្នកប្រាថ្នាដែរឬទេតោះថ្ងៃនេះខ្ញុំនឹងមកចែកគន្លឹះ5យ៉ាងងាយៗដើម្បីកំណត់គោលដៅជីវិតរបស់អ្នកគន្លឹះទី1ការស្វែងរកខ្លួនឯងដោយសួរខ្លួនឯងថាតើអ្វីដែលអ្នកស្រឡាញ់តើអ្វីដែលអ្នកពូកែនិងមានជំនាញជាងគេតើអ្វីដែលអ្នកចង់ផ្លាស់ប្ដូរនៅក្នុងជីវិតរបស់អ្នកគន្លឹះទី2នោះគឺការកំណត់គោលដៅ SMART ដោយគោលដៅ SMART នោះគឺជាគោលដៅមួយដែលជាក់លាក់និងអាចវាស់វែងបាននិងអាចសម្រេចបានសមស្របទៅនឹងពេលវេលាដែលបានកំណត់ឧទាហរណ៍ថាជំនួសឲ្យការនិយាយថាខ្ញុំមានសុខភាពល្អសូមនិយាយថាខ្ញុំចង់ហាត់ប្រាណ30នាទីក្នុងមួយសប្តាហ៍រយៈពេល3ខែគន្លឹះទី3សរសេរគោលដៅរបស់អ្នកចុះនៅលើក្រដាសការដែលអ្នកសរសេរគោលដៅរបស់អ្នកចុះធ្វើឲ្យវាកាន់តែច្បាស់លាស់និងបង្កើនឱកាសក្នុងការសម្រេចវាគន្លឹះទី4បំបែកគោលដៅទៅជាជំហានតូចៗដោយគោលដៅធំៗមើលទៅដូចជាគួរឲ្យខ្លាចចូលអ្នកតាមដានការវិវត្តរបស់អ្នកនិងកែសម្រួលផែនការរបស់អ្នកប្រសិនបើមានការចាំបាច់ទាំងនេះហើយគឺជាគន្លឹះសំខាន់5យ៉ាងដើម្បីកំណត់គោលដៅរបស់អ្នកតោះចាប់ផ្ដើមអនុវត្តនៅថ្ងៃនេះហើយចាប់ផ្ដើមដើរឆ្ពោះទៅរកជីវិតដែលអ្នកតែងតែប្រាថ្នាចង់បានតោះត្រៀមខ្លួនហើយនៅបើត្រៀមខ្លួនរួចរាល់ហើយកុំភ្លេចចុច comment ពាក្យ yes នៅខាងក្រោមប្រសិនបើវីដេអូនេះមានតម្លៃកុំភ្លេចចុច like subscribe និង share ទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកអរគុណ